គ្រាដំបងដែលសៀមប្លន់យកទឹកដីខ្មែរបង្កើតនគររបស់ខ្លួននៅមុនឆ្នាំ1200នៃគ្រិស្តសករាជគ្មានឡើយប្រទេសសៀមឬប្រទេសថៃបច្ចុប្បន្ននេះទេខណៈអ្នកប្រវត្តិសាស្ត្រអន្តរជាតិទាំងឡាយបានអះអាងថានៅតំបន់អាស៊ីអាគ្នេយ៍យើងនេះគេឃើញមានតែប្រទេសកម្ពុជានាសម័យរាជាណាចក្រភ្នំដែលចិនហៅថាហ្វូណនក៏កើតឡើងដំបូងចាប់ពីសតវត្សទី1នគរស្រីក្សេត្រារបស់ជនជាតិព្យុនៅភូមិមាបច្ចុប្បន្នក៏កើតដំបូងចាប់ពីសតវត្សទី1ដែរក្រោយមកក៏មានប្រទេសចម្ប៉ានាសម័យគុនធរបុរៈដែលចិនហៅលិនយីក៏កើតឡើងដំបូងចាប់ពីសតវត្សទី2នៃគ្រិស្តសករាជព្រមទាំងមានរដ្ឋបរិយតូចៗរបស់ជនជាតិមនចាប់ពីសតវត្សទី3ដែលក្រោយមកបានក្លាយជារាជាណាចក្រទ្វេរវតីចំណែកនៅដែនកោះឯណោះគេឃើញមានរាជាណាចក្រមួយនៅលើកោះជ្វាភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្ននោះគឺនគរធរមៈឬធរមៈអ្នកករៈដែលភាសាជ្វាហៅថាតារូម៉ាណាការ៉ាពិតណាស់ប្រទេសសៀមដែលកើតមានសពថ្ងៃនេះគឺដំបូងឡើយបានពីការប្លន់ទឹកដីពីប្រទេសកម្ពុជាយើងពលអំពើឈ្លានពាននេះកើតឡើងប្រមាណជិត800ឆ្នាំមកហើយតើពួកសៀមនេះមានប្រភពមកពីណាទើបមានវត្តមាននៅលើទឹកដីខ្មែរបុរាណនិងប្រទេសថៃបច្ចុប្បន្នពួកវារស់នៅយ៉ាងដូចម្តេចនៅលើទឹកដីខ្មែរតើអំពើប្លន់យកទឹកដីខ្មែរលើកដំបូងនោះកើតឡើងនៅឆ្នាំណាដូច្នេះសូមប្រិយមិត្តរីករាយស្ដាប់និងទស្សនាវីដេអូនេះដូចតទៅដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូមុនៗដែរគឺថាពួកតៃដែលជាបុព្វបុរសដើមរបស់ពួកសៀមនៅក្នុងប្រទេសថៃបច្ចុប្បន្នគឺមានប្រភពមកពីភាគខាងត្បូងប្រទេសចិនជាពិសេសគឺនៅក្នុងខេត្តយូណាននិងតំបន់ស្វយ័តខ្វាងស៊ីនៅសម័យរាជវង្សថាងនិងរាជវង្សស៊ុងក៏មានរាជាណាចក្រមួយទៀតដែលកំពុងមានភាពខ្លាំងក្លាដែរគឺរាជាណាចក្រណានចាវឬតាលីពិភពពួកតៃភាគច្រើនគឺនៅចន្លោះចក្រភពខ្មែរនៅភាគខាងត្បូងណានចាវនៅភាគខាងលិចនិងប្រទេសចិននៅភាគខាងជើងនិងភាគខាងកើតប៉ុន្តែនៅពេលរាជការនិងកងទ័ពណានចាវបើកការវាយប្រហារខ្លាំងឡើងមកលើពិភពពួកតៃពួកវាក៏បានផ្លាស់ទីច្រើនឡើងមកកាន់ភាគខាងត្បូងដែលជាទឹកដីត្រួតត្រាដោយចក្រភពខ្មែរយើងនាសម័យអង្គរពួកតៃដែលផ្លាស់ទីមកមុនក៏បានព្យាយាមសម្របខ្លួនជាមួយជនជាតិខ្មែរនិងជនជាតិមនជាម្ចាស់ស្រុកហើយភាគច្រើនប្រកាន់យកព្រះពុទ្ធសាសនាថេរវាទដែលទទួលឥទ្ធិពលពីជនជាតិមននៅទ្វេរវតីនិងហរិបញ្ញយៈក្នុងជីវភាពរស់នៅប្រចាំថ្ងៃពួកតៃខ្លះជាទេសករជាកសិករជាកម្មករគូលីឬចូលបម្រើជាកងទ័ពរបស់ចក្រភពខ្មែរថ្វាយខ្លួនបម្រើរាជការខ្មែរនៅតាមប្រាមណវិសយៈឬព្រះស្រុកនាភាគខាងជើងភាគខាងលិចនិងភាគពាយ័ព្យដែលបច្ចុប្បន្នទៅនឹងភាគខាងជើងនិងភាគខាងលិចប្រទេសថៃនិងភាគខាងជើងប្រទេសឡាវបច្ចុប្បន្នកំណត់ត្រាប្រវត្តិសាស្ត្រក៏បាននិយាយអំពីការរស់នៅរបស់ជនជាតិតៃនៅតំបន់ត្រួតត្រានាភាគខាងជើងចក្រភពខ្មែរយើងដែរដូចជានៅឧបមង្គសិលាវិទេហៈកំពែងជ័យឬហួសទៅដល់ស៊ីបសុងផាណាដែលពួកនេះរស់នៅជាកុលសម្ព័ន្ធនៅតាមភូមិតូចធំឬប្រមូលផ្ដុំគ្នាបង្កើតបានជាមឿងពាក្យថាមឿងនេះគឺអាចជាទីក្រុងទាំងមូលឬក៏ជាទីប្រជុំជនធំមួយដែលនៅចំកណ្ដាលភូមិតៃជាច្រើនទៀតទម្លាប់នៃការរស់នៅរបស់ពួកតៃនេះគឺរក្សាបានដូចទៅនឹងការរស់នៅក្នុងទឹកដីចិននោះដែរ